មិនទាន់បានអីផងយើងឆ្លោះគ្នាដោយសារល្បិចចោលកាលពីប្រឡប់ថ្ងៃសុក្រទី15ខែសីហាឆ្នាំ2025នៅពេលលោក Michael Alfaro ធ្វើដំណើរទៅដល់បន្ទាត់ព្រំដែនភាគខាងលិចនិងចាប់ផ្សាយផ្ទាល់ពីអ្វីដែលលោកបានឃើញគឺចៅថៃរំលោភបទឈប់បាញ់និងយកលូបន្លាមកឃុំព័ទ្ធផ្ទះប្រជាពលរដ្ឋទៅកាន់ពិភពលោកហើយយើងនាំគ្នាត្រេកអរគាំទ្រនិងអរគុណគាត់ដោយខំចែករំលែកវីដេអូនោះបន្តរហូតមានអ្នកទស្សនាប្រមាណជាង10លានអ្នកត្រឹមតែរយៈពេលប្រហែល4ម៉ោងប៉ុណ្ណោះហើយនៅពេលពួកចៅសៀម report វីដេអូធ្វើឲ្យបាត់វីដេអូនោះយើងក៏នាំគ្នាជៀសចៅសៀមសឹងតែគ្រប់គ្នាថាចៅសៀមធ្វើរឿងថោកទាបប៉ុន្តែនៅពេលព្រឹកឡើងថ្ងៃទី16សីហាគ្រាន់តែសារព័ត៌មានចៅសៀមផ្សាយថាលោក Alfaro មិនមែនជាមនុស្សល្បីមានឥទ្ធិពលឬមិនមែនជាមនុស្សរបស់សេតវិមានឬថាកម្ពុជាទៅជួលជនបរទេសម្នាក់ឲ្យមកផ្សាយយើងក៏ជឿតាមគេហើយខ្លះទំនងក៏ចង់យកមុខផងមើលទៅទើបខំនិយាយខំសរសេរស្ដីបន្ទោសបង្អាប់គ្នាឯងថាមិនគួរជឿឬលើកដំកើងលោកខ្ពស់ពេកអ្នកខ្លះក៏វែកញែកបែបនេះឬបែបនោះពេញ Facebook អ្នកខ្លះក៏ខំពន្យល់ទៅគេផងដែរអ្នកអានអ្នកស្ដាប់ខ្លះសឹងតែវិលមុខទៅហើយលុះរសៀលបន្តិចថ្ងៃទី16ខែសីហាដដែលលោក Gary Havensi ប្រធានក្រុមអ្នកឆ្លើយឆ្លងសារព័ត៌មាននៅសេតវិមានបានយកវីដេអូលោក Michael Alfaro ទៅបង្ហោះបន្តនិងបានសរសេររៀបរាប់ខ្លះអំពីព័ត៌មានដែលលោក Alfaro បានផ្ដល់ឲ្យពួកយើងក៏នាំគ្នាឈូឈរត្រេកអរគាំទ្រម្ដងទៀតជាពិសេសនៅក្បាលប្រលប់ថ្ងៃទី16សីហានេះលោក Alfaro បានសរសេរបង្ហោះនៅលើទំព័រ Facebook ថាប្រទេសចៅថៃបានអញ្ជើញលោកទៅពិនិត្យតំបន់មានចំនួនដែរយើងក៏នាំគ្នាស្ដីបន្ទោសចាំម្ដងទៀតថាចៅនិយាយក្រឡេកក្រឡុចចំណុចនេះយើងហាក់គ្មានគោលការណ៍សម្រាប់ខ្លួនឯងសម្រាប់ខ្ញុំគាត់ជាអ្នកណាមិនសំខាន់គាត់មកជួយខ្មែរម្យ៉ាងគាត់យ៉ាងហោចគាត់ជាបរទេសមានមិត្តបរទេសច្រើនមើល Facebook គាត់ធ្វើឲ្យគេដឹងអំពីរឿងពិតដែលចៅថៃកុហកពិភពលោកកន្លងមកម្យ៉ាងយើងបានផ្សាយហើយថាលោក Alfaro ជាអ្នកឆ្លើយឆ្លងព័ត៌មាននៅឬប្រចាំសេតវិមានយើងមិនបាននិយាយថាលោកជាអ្នកនាំពាក្យឬជាបេសកជនពិសេសរបស់សេតវិមានទេតួនាទីរបស់លោកប្រៀបដូចអ្នកយកព័ត៌មានឬប្រធានក្រុមព័ត៌មាននៃអង្គភាពណាមួយប្រចាំសេតវិមានដែលអាចចេញចូលសេតវិមានដោយមិនបាច់សំច្បាប់នៅកម្ពុជាយើងក៏មានដែរអង្គភាពសារព័ត៌មានខ្លះត្រូវបានដាក់ឲ្យប្រចាំការឆ្លើយឆ្លងព័ត៌មាននៅទីស្តីការគណៈរដ្ឋឬក្រសួងមួយចំនួនក្នុងនោះមានដូចជា AKP, Totoko, Fresh News, កម្ពុជាថ្មីកោះសន្តិភាពឬដើមអំពើជាដើមដូច្នេះដោយសារតែយើងគិតមិនដល់នឹងចាញ់ល្បិចកចោលស៊ីមផងរឿងនេះស្ទើរតែធ្វើឲ្យយើងខ្វែងគំនិតគ្នាទៅហើយខណៈយើងកំពុងប្រយុទ្ធជាមួយសត្រូវរួមគឺចៅសៀមសូមស្មារតីជាតិខ្មែរកុំអាលបែកខ្ញែកគ្នាកុំអាលខ្វែងគ្នាសូមគិតពីសត្រូវរួមសត្រូវប្រវត្តិសាស្ត្រសិនសូមអរគុណ